អ្នកទាំងអស់គ្នាមកគូនេះក៏មិនធម្មតាដែរមានទាំងការរិះគន់មានទាំងការគាំទ្រតាំងពីគាត់បង្ហាញថាគាត់មានទំនាក់ទំនងស្នេហាខុសវ័យមកគឺតួឯកស្រីកញ្ញាអាន់យ៉ារិនគឺជាតួដ៏ល្បីមួយប្រចាំប៉ុស្តិ៍លេខ7រឿងរបស់គាត់អាចសម្ដែងបានគ្រប់ទម្រង់មិនថាបុរាណសម័យកំសត់ចាឆ្នះឆ្នើមល្បិចពឹសពលអីគឺយ៉ារិនគឺអាចសម្ដែងបានទាំងអស់ក្រោយគាត់បានបង្ហាញជាមួយនឹងគូស្នេហ៍បើកចំហចាដែលនាងមានត្រឹមតែអាយុ34ឆ្នាំតែគូស្នេហ៍គឺជាតារាជើងចាស់ដែលមានអាយុរហូតដល់60ឆ្នាំជាងនេះទើបតែចូលកម្មវិធីមួយថ្មីទេបងប្អូនចាឃើញថាឥឡូវនេះអ្នកគាំទ្រដែលធ្លាប់តែរិះគន់ថាតួហ្នឹងគឺអត់សមគ្នាទេហេតុអីក៏នាងក្មេងស្រឡាញ់ប្រុសចាស់តាហ្នឹងគឺចាស់ហើយអីចឹងទៅហេតុអីកូចាស់សង្ស៊ីស្មៅខ្ចីអីចឹងណាក្រោយពេលបានបង្ហាញនៅតំណាក់តំណងបើកចំហអ្នកខ្លះទៀតក៏ថាសូមឲ្យស្រឡាញ់គ្នាជារៀងរហូតចឹងទៅមើលទៅសមគ្នាដែរខាងប្រុសយកចិត្តទុកដាក់ស្រឡាញ់ take care ស្រឡាញ់ខាងស្រីគឺថាអស់ពីបេះដូងតែម្ដងហើយគាត់គឺជាមនុស្សដែលថារស់រាយបងប្អូនមើលស្នាមញញឹមរបស់គាត់ចូលរួមកម្មវិធីមួយកាលពីថ្មីនេះគឺថាអ្នកទាំងពីរគឺញញឹមស្រស់ស្រាយមុខអ្នកកសែតមានសំណួរសួរជាច្រើនពីតំណាក់តំណងអីចឹងទៅព្រោះធម្មតាទេអ្នកគាំទ្រនៅស្រុកថៃគឺដឹងហើយតែឃើញណាមិនតំណងគឺរិះគន់ឯងប៉ុន្តែកន្លងមកមានការរិះគន់ខ្លាំងឥឡូវហ្នឹងដូចជាមិនសូវមានការរិះគន់ទេនៅមួយអីចឹងទៅលើការបើកចំហស្នេហារបស់គាត់ដោយសារតែអ្នកគាំទ្រគាត់មិនសូវពេញចិត្តថាខ្លួនយ៉ារិនហ្នឹងគាត់ក្មេងហេតុអីគាត់ទៅតំណែងមួយមនុស្សចាស់អាយុស្មើឪអីចឹងទៅនាងក៏បានផ្ដល់បទសម្ភាសន៍ដែរថាក្តីស្រឡាញ់អត់បានគិតទៅលើអាយុទេអារម្មណ៍នៃការស្រឡាញ់មនុស្សម្នាក់យើងអត់អាចកំណត់ថាស្រឡាញ់ក្មេងមានសុភមង្គលស្រឡាញ់ចាស់អត់សុភមង្គលគឺអត់មានទេសំខាន់មនុស្សមានទឹកចិត្តដ៏បរិសុទ្ធស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកយកចិត្តទុកដាក់ចាស្រឡាញ់នាងស្រឡាញ់គ្រួសារគឺគ្រប់គ្រាន់ហើយសម្រាប់គូស្នេហ៍វ័យចំណាស់រូបនេះគឺមើលថែនាងបានល្អមែនតើអញ្ចឹងក្តីស្រឡាញ់មួយនេះគឺសង្ឃឹមថានឹងថិតថេរជារៀងរហូតអីចឹងទៅហើយអ្នកគាំទ្រក៏បានសាទរដែរពីព្រោះអីគាត់មើលយូរទៅដូចថាខាងប្រុសគាត់ផ្ដល់តម្លៃឲ្យខាងស្រីយកចិត្តទុកដាក់ឲ្យខាងស្រីអីចឹងទៅអ្នកដែលបានតាមដានរឿងភាគថៃច្បាស់ជាបានស្គាល់អាន់យ៉ារិននេះបច្ចុប្បន្ននេះនាងក៏កំពុងតែលេងរឿងថ្មីដែរដែលរឿងបែបបុរាណណាបងប្អូនរឿងនៅខ្មែរយើងគឺបកប្រែជាភាសាខ្មែរមានចំណងជើងថាម្ចាស់ស្នេហ៍ឋានសួគ៌ចារឿងហ្នឹងក៏ល្អមើលដូចគ្នាដែរបងប្អូនអញ្ចឹងបដូរពីការមិនពេញចិត្តស្នេហាខុសវ័យរវាងយ៉ារិនរួមជាមួយសង្សារឥឡូវនេះអ្នកគាំទ្រក៏ងាកមកសរសើរពីចំណងស្នេហាមកគូនេះវិញទោះបីជាស្នេហាខុសវ័យអាយុខុសគ្នាក៏ពិតមែនប៉ុន្តែមើលយូរទៅសមគ្នាដែរហើយក៏គួរឲ្យស្រឡាញ់ទៀតចឹងណាបងប្អូនចាអរគុណមែនទែនចំពោះការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់ចា